នៅស្រឡាញ់ទៀតគេបោកគេវាយលើបាយក្បាលហើយនៅស្រឡាញ់ប្រទេសគេទៀតហីអាតានេះលុយរៀងច្រើនដែរអញ្ចឹងលួចលុយនឹងទៅតែម្ដងទៅហើយការរួមភេទខាយហ្នឹងក៏អត់បានបន្តទៅទៀតដែរវាលែងមានអារម្មណ៍ជាមួយនឹងគ្នាហើយមកតសាច់រឿងពីនារី4នាក់ក្នុងមុនហ្នឹងគេមានថាគេទទួលរបាយការណ៍ស្អីច្បាស់ហេអញ្ចឹងគេថា5នាក់ប៉ុន្តែនៅពេលដែលគេស៊ើបមើលទៅគឺមាន6នាក់ប៉ុន្តែអ្នកដែលចូលមកញ៉ាំតែជាមួយប៉ូលីសនៅពេលនេះគឺឃើញតែ4នាក់ទេអញ្ចឹង2នាក់ទៀតគេកំណត់ថាគាត់កំពុងតែរត់គេចខ្លួនហើយឥឡូវហ្នឹងគឺប៉ូលីសបានចាប់ឃាត់បរិះកែភេទជាភេទទី3ហ្នឹងគឺបានអស់ហើយនៅសល់2នាក់ទៀតអត់ទាន់ចាប់បាននគរបាលនៅឯខេត្តឈុនបុរីបានចាប់ជនសង្ស័យចំនួន4នាក់នៅម៉ោង16ថ្ងៃទី24ខែកុម្ភៈឆ្នាំ2026ពីបទលួចលុយសុទ្ធនឹងការវាយដំទៅលើជនជាតិអាល្លឺម៉ង់ម្នាក់នៅឯទីក្រុងប៉ារីយ៉ាហើយអ្នក2នាក់ទៀតកំពុងថាស្វែងរកបន្តទៀតថាតើពួកគេនឹងរត់ដល់ទីណារឿងរ៉ាវដែលប៉ូលីសបានទទួលពាក្យបណ្ដឹងពីបរិសុទ្ធជនជាតិអាល្លឺម៉ង់អាយុ55ម្នាក់នេះគឺគាត់បានសរសេរនៅក្នុងរបាយការណ៍របស់គាត់នឹងថាគឺគាត់បានចោទប្រកាន់មនុស្សចំនួន2នាក់ដែលលួចលុយរបស់គាត់នឹងគឺចំនួន35,000 បាតហើយប្រាក់អឺរ៉ូនឹងប្រមាណ1200អឺរ៉ូពីទូរបស់គាត់នៅក្នុងសន្តាគារនៅឯផាតាយាមុនម៉ោង 12:45 នាទីយប់ថ្ងៃទី24គាត់បានកក់នារីហ្នឹងឲ្យមកបន្ទប់របស់គាត់ហើយនៅពេលដែលមកដល់បន្ទប់របស់គាត់គិតថាម្នាក់ហ្នឹងគឺជាស្រីប៉ុន្តែនៅពេលដែលដោះកៅអៅទៅគឺមិនមែនស្រីទេពេលដោះកៅអៅហ្នឹងគឺបរិះដែលជនជាតិអាល្លឺម៉ង់ហ្នឹងគឺគាត់ចូលទៅងូតទឹកនៅក្នុងបន្ទប់ទឹកហើយនៅពេលដែលប្រមាណអ្នកហ្នឹងទៅដល់ឃើញលុយនឹងស្រោមសម្បត្តិហ្នឹងច្រើនពេកក៏ឆក់យកមកហើយការរួមភេទខាយហ្នឹងក៏អត់បានបន្តទៅទៀតដែរវាលែងមានអារម្មណ៍ជាមួយនឹងគ្នាហើយប៉ូលីសក៏បាននិយាយដែរថាអ្នកទេសចររូបនេះគឺបានសង្ស័យតែមនុស្សតែ2នាក់ទេបើគាត់ស្គាល់តែ2នាក់ដោយសារតែហៅ2នាក់ហ្នឹងគឺទៅសន្តាគាររបស់គាត់ហើយមិនដឹងថាគេមានគ្នាច្រើនបាត់គូតណាគាត់អត់ដឹងទេខណៈពេលដែលបរិះម្នាក់ហ្នឹងកំពុងតែនៅក្នុងបន្ទប់ទឹកហើយម្នាក់ទៀតហ្នឹងគឺឃើញលើតុរបស់គាត់លើទូរបស់គាត់ហ្នឹងគឺមានលុយមានស្រោមសង្វត្តមួយហើយក្នុងហ្នឹងគឺលុយសុទ្ធតែម្ដងហើយគាត់នឹកឃើញថាអត់លុយរៀងច្រើនដែរអញ្ចឹងលួចលុយនឹងទៅតែម្ដងទៅហើយការធ្វើអីផ្សេងហ្នឹងมันអាចបានទេគឺអស់អារម្មណ៍ទៅគឺសម្រាកក៏ឆ្លោះប្រកែកគ្នាហើយបន្តមកគាត់មិនថាគាត់អត់ទាន់ដឹងថាបាត់ទេដោយសារតែគាត់កំពុងតែងូតទឹកហើយអ្នកទាំងពីរនាក់ហ្នឹងគឺគេបានលុយនឹងមកគឺគេរត់ចេញមកក្រៅបាត់ហ្មងបន្ទាប់ពីគាត់ចេញពីបន្ទប់ទឹកមកវិញគាត់មើលទៅទូរបស់គាត់ហ្នឹងគឺស្រាប់តែចង្ហរហើយអត់មានលុយនៅក្នុងហ្នឹងទេតែមកគាត់ក៏បានដាក់ពាក្យបណ្ដឹងតែម្ដងទៅបន្ទាប់ពីគាត់បានដឹងថាទូរបស់គាត់បានចំហពេលហ្នឹងគឺគាត់ស្វែងរកប៉ូលីសឬក៏ស្វែងរកជំនួយនៅក្នុងម្ដុំហ្នឹងដែរដើម្បីឲ្យគេជួយហើយបន្ទាប់មកក៏មានប្រជាជនថៃច្រើនមកចោមរោមមើលគាត់ថាតើរឿងនេះវាទៅជាយ៉ាងណាហើយគាត់បាននិយាយហើយគាត់បានមានវីដេអូអីខ្លះៗដែរដើម្បីបង្ហាញអ្នកភូមិឬក៏ពូម៉ូតូឌុបអីនៅជើងសន្តាគារហ្នឹងថានេះប្រមាណ2នាក់នេះគឺបានលួចលុយគាត់អញ្ចឹងគឺហើយនៅពេលដែលគេចោទប្រកាន់គាត់ថាលួចលុយគាត់អញ្ចឹងគឺមានមនុស្ស3នាក់គឺមកវាយគាត់តែម្ដងគឺជនភេទទី3នឹងឯងមកវាយគាត់បង្កឲ្យគាត់មានរបួសស្នាមហើយមុខរបស់គាត់គឺរៀងប៉ោងដែរនៅពេលដែលមានរឿងរ៉ាវនឹងភ្លាមគឺប៉ូលីសបានបន្ទាប់ពីប្រមាណម៉ោងមកថ្ងៃទី24ប្រហែលជាម៉ោង4ព្រឹកប៉ូលីសក៏បានចាប់អ្នកទាំងប្រមាណអ្នកនឹងបានហើយកំពុងតែសាកសួរព័ត៌មានបន្ថែមទៀតហើយប៉ូលីសក៏បាននិយាយដែរថាជនសង្ស័យ2នាក់ដែលលួចរបស់របរហ្នឹងក៏បានទទួលស្គាល់ថាគាត់ពិតជាបានធ្វើរឿងនេះមែនដោយសារតែភាពលោភលន់របស់គាត់ទប់អារម្មណ៍អត់បានឃើញលុយច្រើនក៏លួចតែម្ដងទៅតែមកគាត់ងាកឆ្វេងងាកស្ដាំអត់មានមនុស្សគឺគាត់ចេញមកផុតតែម្ដងហើយអត់ដឹងថាម្ចាស់គេរកឃើញគឺអត់ដឹងឯងហើយបរិះដែលជនជាតិអាល្លឺម៉ង់ហ្នឹងគាត់បាននិយាយដែរថាគាត់អរគុណដល់ប៉ូលីសថៃមែនតើគឺអន្តរាគមន៍បានលឿនហើយគាត់និយាយដែរថាគាត់កម្រងមកប្រទេសថៃនេះគឺនៅខែធ្នូហើយគាត់អរគុណមែនតើសម្រាប់ការដោះស្រាយលឿនឲ្យគាត់ហើយគាត់ស្រឡាញ់ប្រទេសថៃនេះតាមអ្វីដែលគាត់និយាយនៅស្រឡាញ់ទៀតគេបោកគេវាយលើបាយក្បាលហើយនៅស្រឡាញ់ប្រទេសគេទៀតហីអាតានេះហេតុតែប្រទេសហ្នឹងគេមានសេវាកម្មយ៉ាងស្រួលណាគឺពិតតែស្រឡាញ់តែម្ដងហ្នឹងហើយវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេអ្នកទាំងកុំភ្លេចទៅជួយ like share និង subscribe នៅមួយផងហើយកុំភ្លេចទៅជួយ support business ដែលខ្ញុំមានមួយផងអរគុណច្រើនចាំជួបខ្ញុំវីដេអូក្រោយទៀតបាយបាយ
này cà phê ấy nè cà phê កាហ្វេហ្នឹងឈ្មោះថាកាហ្វេមេកុងគេហៅថា Wake Up យើងអ្នកទាំងគ្នាអាចមើលតម្លៃនៅខាងលើនឹងបាន nhưng mà mấy cái chập thông mà chập tư giờ thông là miền này